លុយ5,500បងប្អូនអាចបានផ្ទះមួយដែលមានទំហំ3ម៉ែត្រគុណនឹង6ម៉ែត្រជាប្រភេទផ្ទះខ្ពស់ប្រើចដាកាច់តម្លៃសមរម្យសម្រាប់បងប្អូនដែលទើបរៀបការថ្មីថ្មោងសម្រាប់អ្នកដែលចង់ចំណាយលុយតិចមានផ្ទះមួយក្នុងសមរម្យបាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះផ្ទះចល័តស្រុកស្រីសន្ធរសូមមកបង្ហាញនៅប្រភេទផ្ទះមួយប្រភេទដែលមានទំហំ3ម៉ែត្រគុណនឹង6ម៉ែត្រជាប្រភេទផ្ទះខ្ពស់អត់បន្ទប់ទឹកប្រើជាលក្ខណៈចដាកាច់ហើយជាទូទៅអតិថិជនក៏មកយកចដានៅខាងមុខចំណែកឯបងប្រុសគាត់ចូលចដានៅផ្នែកខាងក្រោយពេលរៀបចំរួចរាល់បងប្រុសធ្វើបន្ទប់ក្រោមតសញ្ញាទៀតគឺរួចរាល់ចំណាយអស់លុយតិចតែយើងបានផ្ទះមួយដែលសមរម្យបងប្អូនហើយចំណាយលុយតិចហ្នឹងមិនមែនប្រើប្រភេទឈើអន់ទេបងប្អូនគឺប្រើប្រភេទឈើលេខ1ទាំងអស់គឺប្រើគ្រឿងរនុកអណងផ្ទងផ្លានបកងដែរណៃប្រើសាឡៅក្តារក្រានជាងពីណានប្រើសក្រំអាយុកាលនៃប្រភេទឈើនេះគឺតកូនតចៅបងប្អូនពួកអីប្រភេទសាឡៅហើយសក្រំនេះជាប្រភេទលេខ1សម្រាប់ធ្វើគ្រឿងផ្ទះនឹងហើយឥឡូវនេះខ្ញុំនាំបងប្អូនមកមើលពីមួយជុំផ្ទះរួចរាល់អស់ហើយចាំខ្ញុំបង្ហាញនៅផ្នែកខាងលើនៃប្រភេទផ្ទះដែលមានទំហំ3ម៉ែត្រគុណនឹង6ម៉ែត្រនេះបងប្អូនគឺខាងផ្ទះចល័តសុកសេងថោយើងខ្ញុំធ្វើបានស្អាតតាក្រាក្តានជាងលោកញីឈ្មោះអត់មានចំហអត់មានប្រហោងអីទេហើយចំពោះផ្នែកដំបូលបើសិនជាបងប្អូនត្រូវតយ៉ាបតអីបងប្អូនយកដំបូលត្រង់បែបនេះពេលយើងតយ៉ាបវាងាយស្រួលតែបើសិនជាបងប្អូនយកទៅអត់តសញ្ញាអត់តអីទេអាហ្នឹងខាងផ្ទះចល័តសុកសេងថោយើងខ្ញុំធ្វើជាលក្ខណៈ3កលៈជូនបងប្អូនណាឥឡូវខ្ញុំនាំបងប្អូនមកមើលមកជុំផ្ទះរួចរាល់អស់ហើយខ្ញុំបង្ហាញជូនបងប្អូននៅផ្នែកខាងលើផ្នែកខាងលើហ្នឹងគឺស្អាតណាបងប្អូនគឺយើងធ្វើជាលក្ខណៈក្តារក្រាក្តារអញ្ចឹងលោកញីឈ្មោះអត់មានចំហអត់មានប្រហោងអីទេហើយធ្វើជាលក្ខណៈចដាកាច់ទេបងប្អូនយើងធ្វើជាលក្ខណៈចដាកាច់ព្រោះអីប្រភេទផ្ទះខ្ពស់បើយើងធ្វើចដាកាច់បានវាស្អាតហើយយើងឡើងពីចដាកាច់ហ្នឹងទៅយើងទៅដល់សាច់បន្ទប់បងប្អូនយើងទៅដល់សាច់បន្ទប់ភេទផ្ទះដែលមានទំហំ3ម៉ែត្រគុណនឹង6ម៉ែត្រអត់បន្ទប់ទឹកហ្នឹងគឺរៀងធំទលាយដែរបងប្អូនគឺរៀងធំទលាយដែរវាល្មមសមរម្យហើយសម្រាប់គ្រួសារ2 3នាក់3 4នាក់ហើយបើយើងរៀបបន្ទប់ក្រោមទៀតយើងបាន2គ្រួសារផ្នែកខាងក្នុងផ្ទះគឺបែបហ្នឹងបងប្អូនផ្នែកខាងក្នុងផ្ទះគឺបែបហ្នឹងហើយបងប្រុសបងស្រីគាត់កំងយកជាលក្ខណៈទ្វារស្លាយហ្នឹងថែម500ទៀតណាបងប្អូនទ្វារស្លាយហ្នឹងថែម500ទៀតអញ្ចឹងផ្ទះនេះតម្លៃវា6,000បើសិនជាបងប្អូនយកលក្ខណៈទ្វារធម្មតាអាហ្នឹងតម្លៃវាតែ5,500ទេហើយផ្នែកខាងមុខគឺយើងមានវេរ៉ាំងដាហ្នឹងគឺយើងមានកៅអីសម្រាប់អង្គុយលេងបងប្អូនចង់បានក៏ខាងផ្ទះចល័តសុកសេងថោយើងខ្ញុំដាក់ឲ្យបើបងប្អូនអត់ចង់បានទេក៏អត់ទៅព្រោះអីអត់មានត្រូវបន្ថែមបន្ថយលុយកាក់អីទៀតទេបងប្អូនចង់បានក៏ប៉ុណ្ណឹងបងប្អូនអត់ចង់បានក៏ប៉ុណ្ណឹងអញ្ចឹងមានតែប៉ុណ្ណឹងទេបងប្អូនសូមជួយ like ជួយ share ជួយឲ្យបេះដូងផង